យើងចេញមកពីគ្រួសារនេះអត់សំណាងយើងស្ដួចស្ដើងជាងគេបន្តិចមែនតែបើមានឱកាសធ្វើការសុំធ្វើការឲ្យអស់ពីចិត្តទីមួយកុំបោះចោលការខំប្រឹងយើងកើតមកចំគ្រួសារនេះអត់មែនសំណាងយើងមានអត់ច្រើនទេហើយបើសិនជាយើងអត់ខំប្រឹងទៀតអានឹងគឺជាសួយធំមែនតើនៅក្នុងជីវិតរបស់យើងចេញពីគ្រួសារនេះតែកុំបោះចោលការខំប្រឹងរបស់យើងអសោះគ្រូខ្ញុំក៏ផ្ដាំថាភ្លៀងនៅលើដំបូលផ្ទះអ្នកមានភ្លៀងនោះក៏ធ្លាក់លើដំបូលផ្ទះយើងដែរដំបូលគេធំទឹកផ្ទះគេបបោគេមិនត្រង់ក៏បានដែរប៉ុន្តែដំបូលផ្ទះយើងតូចបើសិនជាយើងខ្នះខ្នែងជាងគេបន្តិចយើងអាចសល់ទឹកខ្លះសម្រាប់ប្រើដែរយើងចេញពីតកូលអ្នកខ្សត់សំណាងយើងគឺស្ដួចស្ដើងជាងគេទៅហើយឱកាសយើងក៏តិចតួចជាងគេដែរប៉ុន្តែបើយើងផ្ដេកផ្ដួលមិនចាប់យកឱកាសតូចទាំងអស់នឹងយើងអត់ខ្វល់ជាមួយវាទៀតអានឹងសំណាងយើងនឹងវារត់តខើទៅទៀតឬក៏លែងមានក៏ថាបានយើងខ្សត់ទ្រពតែកុំឲ្យខ្សត់ការខិតខំប្រឹងប្រែងសោះទី2កុំបោះចោលគំនិតវិជ្ជមានរបស់យើងកើតមកចំគ្រួសារនេះអត់មែនតែកុំបោះចោលស្មារតីវិជ្ជមាននៅក្នុងខ្លួនយើងសោះទទួលស្គាល់ថាយើងកើតចេញពីគ្រួសារនេះអត់វាពិបាកខ្លាំងណាស់ពិបាកសពពិបាកគ្រប់សម្ពាធក៏ច្រើនសម្ពាយក៏ច្រើនអំរែកក៏ធំតែការគិតអវិជ្ជមានវាអត់បានជួយយើងឲ្យធូរស្បើយទេទៅចាំអ្នកខ្លះចាប់កាន់ការងារភ្លាមនឹកឃើញដល់រឿងអវិជ្ជមាននឹងចូលផ្លែតែម្ដងក្រគេមើងងាយក្រគេរើសអើងក្រគេអត់រាប់អានក្រគេប្រមាថអញ្ចឹងទៅមានឱកាសធ្វើការឲ្យខិតខំប្រឹងប្រែងលើការងាររបស់យើងសិនកុំទាន់គិតលើរឿងទាំងអស់នេះពេលខ្លះយើងធ្វើបានល្អពេលខ្លះយើងអាចធ្វើបាន 100% ប៉ុន្តែដោយសារតែការគិតវិជ្ជមានការគិតមិនល្អរបស់យើងនឹងវាបែរជាបំភ័យយើងទៅវិញហើយពេលខ្លះគេអត់បានធ្វើអីយើងទេគឺភាពអវិជ្ជមាននៅក្នុងខ្លួនយើងវិញនឹងឯងដែលវាបំផ្លាញយើងខ្សត់ឱកាសយើងមានតិចតួចណាស់កុំយករឿងអត់បានការមួយចំនួនមកបំផ្លាញឬក៏ពន្យាការងាររបស់យើងមានការងារធ្វើទៅផ្ដោតលើការងាររឿងរ៉ាវអីផ្សេងទៀតទុកវាម្ដងសិនទី3កុំបោះចោលគុណធម៌ជាមនុស្សយើងកើតមកនៅក្នុងគ្រួសារនេះអត់មែនតែកុំបោះចោលគុណធម៌ជាមនុស្សរបស់យើងចេញពីគ្រួសារនេះអត់មែនតែអារឿងសិលធម៌រឿងគុណធម៌ជាមនុស្សនេះកុំឲ្យចាញ់គេធ្វើគុណជាមួយយើងត្រូវដឹងគុណគេត្រូវតបគុណគេវិញចេះសាទរមួយគេចេះអបអរគេកុំឲ្យគេដៀលចរិតថាយើងខ្សត់ហើយខ្សត់ទាំងសិលធម៌នៅទៀតទទួលស្គាល់ថាគ្រួសារយើងជាអ្នកខ្សត់តែមិនមែនមានន័យថាយើងគ្មានឱកាសសុទ្ធសាធនោះទេខំរៀនខំរកខំដាក់ខ្លួនខំរាប់អានស្វះស្វែងខំប្រឹងធ្វើម៉េចឲ្យខ្លួនឯងទៅមុខទោះឱកាសយើងមានតិចជាងគេក៏ដោយក៏យើងមិនបដោយខ្លួនឲ្យប្តីផ្ដួលទៅតាមព្រេងវាសនាដែរចានិយាយទៅកំពុងតែបរៀនបងប្រុសបរៀនស្រាប់តែមានអ្នកមីងគាត់អញ្ជើញមកជួយកែឆាយអវ៉ាន់បងប្អូនប្រិមនីសាក៏ពីគាត់ក៏មានប្រិមត្តមកជួយទិញដែរប៉ុន្តែអ្នកមីងគាត់អញ្ជើញមកហ្នឹងគាត់សួរថាគាត់មានបញ្ហាពុកឆ្អឹងស្អឹងស្ពោតគាត់ធ្វើញ៉ាំអាហារបំពន់មួយហ្នឹងឲ្យជួយឲ្យរាងកាយគាត់ប្រសើរឡើងអញ្ចឹងណាអញ្ចឹងកាលនេះក៏បានណែនាំផលិតផលមួយចំនួនជូនទៅកាន់គាត់ព្រាមហើយគាត់តែណែនាំជូនគាត់ហើយព្រាមហ្នឹងគឺអ្នកមីងក៏ស្រួលដែរគឺអ្នកមីងជ្រើសយកព្រាមតែម្ដងដោយសារអីគាត់ថាគាត់ឈឺចិត្តនិយាយទៅឈឺចិត្តផុតម្ដងហើយគឺគាត់ជឿទុកចិត្តទៅលើតែផលិតផលសុខភាពរបស់ ABC ទេហើយគាត់ជឿលើលោកគ្រូចាក់អីរាល់ផលិតផលដែលលោកគ្រូយកមកគឺមិនមែនសំខាន់រឿងលុយតែម្យ៉ាងទេប៉ុន្តែគឺផលិតផលដែលមានគុណភាពអញ្ចឹងទៅគឺអ្នកមីងដកលុយឲ្យព្រាមតែម្ដងចាហើយក្នុងនោះអ្នកមីងជ្រើសរើសយក Sesame X Sesame X វាជួយការពារពីមហារីកពុកឆ្អឹងស្ពុកឆ្អឹងដុំទីដុំខ្លាញ់ដុំសាច់ហើយជួយប្រព័ន្ធគេបានស្រួលទៀតហើយគាត់មានបញ្ហាខ្លាញ់នៅក្នុងថ្លើមអញ្ចឹងគាត់ជួយតែគាត់គួរញ៉ាំអីដើម្បីជួយរាងកាយត្រឡប់មកវិញជាក់ណាប្រមាណអាហារសម្រាប់បំពេញសុខភាពរបស់ ABC មិនមែនសម្រាប់ព្យាបាលទេក៏ប៉ុន្តែសម្រាប់ជួយរាងកាយបងប្អូនប្រិមត្តសាស្ត្រឲ្យត្រឡប់មកប្រកបដោយភាពវិញចាប៉ុន្តែវាត្រូវការប្រើពេលវេលាដូចយើងដាំដំណាំដាំបន្លែដាំដើមឈើមិនវាដល់ភុំគ្រូរបស់មកហ្មងទេគឺវាត្រូវការពេលវេលាអញ្ចឹងបងប្អូនញ៉ាំអាហារសម្រាប់បំពេញសុខភាពក៏វាត្រូវការពេលវេលាក្នុងការលក់ដែរហើយនៅត្រូវការពេលវេលាដើម្បីចូលទៅជ្រាបការពារនៅក្នុងរាងកាយដែរហើយអ្នកមានក៏ជ្រើសរើសយកសាប៊ូដល់ខ្លួនរបស់ ABC ជាប្រភេទសាប៊ូខ្មែរនៅសៀមរាបអ្នកផលិតមានតាំងពីថ្មីមានតាំងពីភេទដូងមានតាំងពីរបៀបនៅក្នុងនោះរូបមន្តពិសេសដែលជួយស្រាប់ស្រាច់ហើយវាជួយការពារពីបញ្ហាទទួលលំនឹងហើយស្បែកបាន
ហូបមួយថ្ងៃពីរដងព្រឹកមកគ្រាប់នេះមកគ្រាប់សម្រាប់សេសនីអីហ្នឹងមុនម៉ៃទាំងពីរពេលហើយបន្តមកបងក៏បន្តសំណួរសួរតានិកាថាគួរញ៉ាំអីដែលគាត់មានខ្លាញ់នៅក្នុងខ្លោអញ្ចឹងតានិកាក៏ទៅជំនួយគាត់បន្ថែមថាសេសនីអីជួយបានប៉ុន្តែតិចភាគរយព្រោះសេសនីអីសំខាន់ទៅចំពោះពាក់ព័ន្ធមួយឆ្អឹងឯពុកឆ្អឹងស្ពោតឆ្អឹងលំគីលំខ្លាញ់លំសាច់មហារីកអីចឹងទៅវាជួយទប់ស្កាត់ការកកើតនៃកោសិកាមហារីកតែបើសិនឲ្យញ៉ាំហ្មងលំមៀតបងប្អូនលំមៀតគឺមានតួនាទីចូលទៅជួយផ្សះរាល់ការរលាកឬក៏ដំបៅលំមៀតមានតួនាទីចូលទៅបង្អាក់នៅការកកើតនៃកោសិកាមហារីកឬដុំអីផ្សេងៗនៅក្នុងរាងកាយនឹងឯងហើយបើលាយមួយម្រេចទេវាបង្កើនការជ្រាបនៃខលឃីមីនការពារនិងទប់ស្កាត់នៃការកកើតនៃកោសិកាមហារីកហើយមិនធំប៉ុណ្ណឹងឯងលំមៀតគឺជួយឲ្យសាច់ស្អាតជាងពីខាងក្នុងមកទៀតលំមៀតគឺសិទ្ធិបុរាណខ្មែរបងប្អូនប្រិមត្តដែលយើងមើលរំលងហើយអ្នកមានក៏បានផ្ដាំថាចាំមើលទៅឲ្យតែអ្នកមានកែច្នៃហើយដឹងតែលក់ដាច់ទេថ្ងៃហ្នឹងហើយកណិកាក៏លើកដៃសាធុអរគុណអ្នកមានសង្ឃឹមឲ្យដូចមាត់អ្នកមានចង់ព្រោះមួយដេកភ័យរាល់ថ្ងៃឲ្យតែមានអត់មានភ្ញៀវចូលទិញឲ្យបងនឹងចាប់ផ្ដើមភ័យឬក៏ភ្ញៀវចូលទិញហ្នឹងគឺខ្ញុំចាប់ផ្ដើមគិតច្រើនហើយខ្ញុំត្រូវរកវិធីសាស្ត្រធ្វើម៉េចដើម្បីឲ្យភ្ញៀវចូលមកទិញឲ្យបានព្រោះយើងមានផលិតផលល្អហើយយើងបានដាក់នៅទីតាំងល្អហើយយើងក៏បានប្រម៉ូទដែរនៅឡើយអតិថិជនជួយគ្រប់គ្រងដែរឬមួយក៏អត់គឺវាស្នាស្ថិតនៅក្នុងកណ្ដាប់ដៃរបស់អតិថិជននិងប្រិមត្តជាទីស្រឡាញ់ថ្ងៃចាំបងប្អូនកុំភ្លេចដែលជិះកាត់នៅ Stock Century នៅកែង Stock នឹងតែម្ដងឬក៏នៅ blog ពោលចតុងបងប្អូនអាចជួយមកជួយគ្រប់គ្រងផ្ទាល់ដោយចុះឈ្មោះរៀនបានបងក៏បានទិញគ្រប់មុខអាហារសម្រាប់បងប្អូនសុខភាពរបស់ ABC កណ្ដាលនៅរោងចាំទទួលដែលក្តីរីករាយក្រាបអរគុណទុកជាមុនសម្រាប់ការស្រឡាញ់ចូលចិត្តការគ្រប់គ្រងរបស់បងប្អូនប្រិមត្តបានសុខភាពល្អ